ខឹងរឿងបំបែកបំបាក់ស្នេហានារីជាសង្សារចាស់លួចចាក់សាំងដុតផ្ទះឪពុកម្ដាយសង្សារភ្នំពេញកម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់បានស្រាវជ្រាវឃាត់ខ្លួនស្ត្រីម្នាក់ជាបន្តបន្ទាប់ពីជននេះបានធ្វើសកម្មភាពចាក់សាំងដុតផ្ទះឪពុកម្ដាយសង្សាររបស់ខ្លួនរួចរត់គេចខ្លួនបាន2ថ្ងៃមូលហេតុនៃបទល្មើសនេះត្រូវបានដឹងថាបណ្ដាលមកពីការគុំគួនដែលភាគីខាងប្រុសបំបែកបំបាក់ស្នេហារបស់ពួកគេប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី29ខែមេសាឆ្នាំ2026នៅតាមដងផ្លូវក្នុងភូមិដំណាក់សង្កាត់គោកឃ្លៀងខណ្ឌសែនសុខរាជធានីភ្នំពេញជនសង្ស័យឈ្មោះឡុងប៉ុចភេទស្រីអាយុ45ឆ្នាំស្នាក់នៅបន្ទប់ជួលក្នុងភូមិក្បាលដំរីសង្កាត់កាកាប់ទី1ខណ្ឌពោធិ៍សែនជ័យជនរងគ្រោះម្ចាស់ផ្ទះឈ្មោះហេវ៉ាណាភេទប្រុសអាយុ56ឆ្នាំជាមន្ត្រីយោធាមានទីលំនៅភូមិវិមានទ្រង់សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខកន្លែងកើតហេតុយោងតាមការស៊ើបអង្កេតកាលពីវេលាម៉ោង 1:10 នាទីយប់រំលងអធ្រាត្រថ្ងៃទី27ខែមេសាឆ្នាំ2026ជនសង្ស័យបានលួចយកសាំងទៅដុតផ្ទះរបស់ជនរងគ្រោះមូលហេតុគឺដោយសារតែជនសង្ស័យមានទំនាក់ទំនងស្នេហាជាមួយកូនប្រុសម្ចាស់ផ្ទះឈ្មោះលោរតនាហៅកេះអាយុ36ឆ្នាំប៉ុន្តែត្រូវបានឪពុកម្ដាយខាងប្រុសមិនពេញចិត្តនិងព្យាយាមបំបែកបំបាក់ទើបធ្វើឲ្យជនសង្ស័យខឹងសម្បាយ៉ាងខ្លាំងហើយរៀបចំផែនការសងសឹកតែម្ដងក្នុងហេតុការណ៍នោះអគិភ័យបានឆាបឆេះប៉ុន្តែសំណាងល្អម្ចាស់ផ្ទះនិងអ្នកជិតខាងភ្ញាក់ដឹងខ្លួនទាន់ក៏នាំគ្នាជួយពន្លត់បណ្ដាលឲ្យខូចខាតត្រឹមធុងចម្រោះទឹកចំនួន1តម្លៃប្រហែល$1200និងខ្សែភ្លើងមួយចំនួនប៉ុណ្ណោះក្រោយកើតហេតុម្ចាស់ផ្ទះបានឆែកកាមេរ៉ាសុវត្ថិភាពរកឃើញភិនភាគជនសង្ស័យយ៉ាងច្បាស់ដែលជាអតីតសង្សាររបស់កូនប្រុសរួចក៏ដាក់ពាក្យបណ្ដឹងមុខសមត្ថកិច្ចបច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់